5 ប្រទេសដែលមានផ្ទៃដីទូជាងគេបំផុតនៅក្នុងពិភពលោកទី5សាធារណរដ្ឋសាន់ម៉ារីណូប្រទេសនេះស្ថិតនៅលើភ្នំទីតាណូដែលមានផ្ទៃដីទំហំ61គីឡូម៉ែត្រការ៉េដែលព័ទ្ធជុំវិញទៅដោយប្រទេសអ៊ីតាលីសាន់ម៉ារីណូជាសាធារណរដ្ឋចាស់បំផុតមួយនៅក្នុងពិភពលោកក្នុងការប៉ាន់ស្មានឆ្នាំ2025ប្រជាជននៅក្នុងប្រទេសនេះមានចំនួន 34,132 នាក់ជាជាង 90% ជាអ្នកកាន់សាសនាកាតូលិកទី4ប្រទេសទូវ៉ាឡូនេះជាប្រទេសកោះនៅអនុតំបន់ប៉ូលីនេស៊ីអូសេអានីនៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិកដែលមានផ្ទៃដី26គីឡូម៉ែត្រការ៉េហើយមានប្រជាជនរស់នៅ 1643 នាក់ក្នុងឆ្នាំ2022ដែលមានភាសាផ្លូវការគឺភាសាអង់គ្លេសប្រទេសនេះតែងតែរងផលប៉ះពាល់អំពីកំណើនទឹកសមុទ្រកើនឡើងទី3ប្រទេសណូរូប្រទេសនេះមានឈ្មោះជាផ្លូវការថាសាធារណរដ្ឋណូរូប្រទេសនេះមានផ្ទៃដីចំនួន21គីឡូម៉ែត្រការ៉េមានទីតាំងស្ថិតនៅក្នុងអនុតំបន់មីក្រូនេស៊ីនៃអូសេអានីដែលមានប្រទេសនៅជាប់បំផុតគឺប្រទេសបាណាបាដែលមានចម្ងាយប្រហែល300គីឡូម៉ែត្រទៅខាងកើតនៃមហាសមុទ្រប៉ាស៊ីហ្វិកប្រទេសនេះមានប្រជាជនចំនួន 11,919 នាក់នៅក្នុងឆ្នាំ2024ទី2ប្រទេសម៉ូណាកូប្រទេសម៉ូណាកូមានផ្ទៃដីចំនួន 2.2 គីឡូម៉ែត្រការ៉េមានទីតាំងស្ថិតនៅអឺរ៉ុបខាងលិចពាក់កណ្ដាលនៃប្រទេសនេះបំព័ទ្ធដោយប្រទេសបារាំងភាគខាងជើងនិងខាងកើតហើយភាគខាងលិចជាប់នឹងសមុទ្រមេឌីទែរ៉ានីប្រទេសនេះមានភាសាផ្លូវការគឺភាសាបារាំងដែលមានប្រជាជនរស់នៅចំនួន 38,423 នាក់ជាជនភាគច្រើនកាន់សាសនាគ្រិស្តនិងទី1ប្រទេសវ៉ាទីកង់ប្រទេសវ៉ាទីកង់មានផ្ទៃដីចំនួន 0.49 គីឡូម៉ែត្រការ៉េប្រទេសនេះមានទីតាំងស្ថិតនៅក្នុងទីក្រុងរ៉ូមប្រទេសអ៊ីតាលីជាប្រទេសតូចបំផុតនិងជាមជ្ឈមណ្ឌលសាសនាកាតូលិកភាសាផ្លូវការគឺភាសាឡាតាំងនិងភាសាអ៊ីតាលីនៅក្នុងឆ្នាំ2024ប្រជាជនរស់នៅក្នុងតំបន់នេះគឺមានចំនួន882នាក់